បាយធ្លីសាសំលេងជជែកគ្នារវាងសង្សារម៉ាយជាមួយនឹងម៉ាយតាមទូរស័ព្ទនៅពេលដែលសង្សារម៉ាយបានចាប់បានថាសង្សាររបស់ខ្លួនកំពុងតាក់ទងលួចលាក់ជាមួយនឹងតារាចម្រៀងតូណូការសន្ទនានោះគឺសង្សាររបស់ម៉ាយបានសួរទៅកាន់ម៉ាយថាគេមានសង្សារហើយតើអត់អាណិតគេម្នាក់ទៀតទេអីទាំងម៉ាយនិងតូណូដឹងអត់ម៉ាយនាងបានតបថាបងណូគឺពិតជាមិនបានដឹងរឿងរបស់នាងថានាងមានសង្សារក៏ពិតមែនតែនាងដឹងរឿងនិច្ឆាពីព្រោះតូណូបានប្រាប់ថាពេលនេះតូណូជាមួយនិច្ឆាហាក់បីដូចជាឆ្ងាយពីគ្នាហើយតែមិនទាន់បានបែកគ្នានៅឡើយទេសង្សារម៉ាយបានតបទៅកាន់ម៉ាយវិញដោយសម្ដីស្រទន់ថាម៉ាយទៅធ្វើការណាតែហេតុអីបានជាចុងក្រោយបណ្ដោយខ្លួនឲ្យទៅជាបែបនេះបានយ៉ាងម៉េចនឹងអូនសំឡាញ់ម៉ាយក៏នាងបានតបវិញថាដោយដែលនាងបានប្រាប់ហើយតើវាពិបាកសម្រាប់នាងដែរពីព្រោះរឿងទាំងអស់នេះគឺជារឿងមួយដែលនាងមិនធ្លាប់បានទទួលពីមុនមកហើយវាជារឿងដែលនាងត្រូវការហើយក៏ជារឿងដែលនាងបានបាត់បង់យូរមកហើយពេលនោះសង្សារម៉ាយក៏បាននិយាយវិញថាតែម៉ាយមិនគួរធ្វើអញ្ចឹងទេពេលដែលយើងតាក់ទងគ្នាយ៉ាងម៉េចវិញហើយយើងគឺជាសង្សារជាមួយគ្នាណាពិតមែនអត់ពេលនោះម៉ាយក៏បានតបវិញដែរថានាងដឹងថានាងខុសសារសម្លេងបាយធ្លាមួយនេះគឺត្រូវបានប្រជាពលរដ្ឋថៃក៏ដូចជាអ្នកគ្រប់គ្រងរបស់និច្ឆានិងអ្នកគ្រប់គ្រងរបស់តូណូកំពុងធ្វើការវែកញែកនិងជជែកគ្នានៅក្នុងបណ្ដាញសង្គមផងដែរដោយម្នាក់បាននាំគ្នាកោតសរសើរចំពោះសង្សាររបស់ម៉ាយបើទោះជាខឹងប៉ុណ្ណាក៏នៅតែមានការនិយាយស្រទន់ទៅសង្សាររបស់ខ្លួនជាពិសេសមិនមានប្រើពាក្យពេចន៍អសិលធម៌ឬប្រើកំហឹងជះទៅលើនាងឡើយ